ចាគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពីរបៀបគុណចាលេខគឺរបៀបទី1និងរបៀបទី2ហើយខ្ញុំគិតថារបៀបដែលនាងខ្ញុំបង្ហាញនេះគឺអត់មានអីខុសឆ្គងទេបើសិនជាសិស្សចាប់យកទាំងពីរកាន់តែល្អហើយបង្កើនការគិតរបស់គេបានឆ្លាតវៃផងជាពិសេសក្មេងនៅថ្នាក់បឋមសិក្សាចាអរគុណច្រើនឥឡូវនឹងខ្ញុំបង្ហាញរបៀបទី1នេះគឺការគុណលេខធម្មតាទូទៅនៅតាមសាលារៀនដែលក្មេងៗបានអនុវត្តចាអញ្ចឹងយើងគុណជាមួយខ្ញុំទាំងអស់គ្នាគុណជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងយើងគុណខ្ទង់រាយមុនចា5ប្រាក់4ហើយពីក្រោមឡើងលើមក4 5ដង20សរសេរលេខ0ត្រាទុក2 4 3ដង12 12បូក2 10 4យើងសរសេរទាំង14ចូលដោយសារតែអស់លេខខាងមុខទុកគុណបន្តហើយអញ្ចឹងយើងសរសេរទាំងអស់ចូលតែម្ដងបន្ទាប់មកយើងហៅមេគុណខ្ទង់10ចាកន្លែងនេះក្មេងៗតែងតែច្រឡំច្រើនចាឧទាហរណ៍ថា2 5ដង10ភាគច្រើនគេយកលេខ0ហ្នឹងយកមកសេនៅក្រោមខ្ទង់រាយនេះអញ្ចឹងមិនត្រឹមត្រូវទេចា2 5ដង10សរសេរលេខ0នៅក្រោមមេគុណខ្ទង់10នេះខ្ទង់រាយនេះខ្ទង់10អញ្ចឹង2 5ដង10សរសេរលេខ0ក្រោមចម្លើយនៅក្នុងខ្ទង់10ចាខ្ទង់រាយនេះគឺចំហចៅបែបនេះចាតែយើងសេស្មើខ្ទង់គឺខុសហើយចាក្មេងៗជាពិសេសអ្នកទី2ទី3អីភាគច្រើនច្រឡំអញ្ចឹង2 5ដង10សរសេរលេខ0ត្រាទុក1 2 3ដង6 6បូក1 5 2ចាយើងសេដេញមកមុខអញ្ចឹងនៅពេលដែលយើងគុណផលគុណរួចរាល់ហើយយើងចាប់ផ្ដើមបូកផលគុណទាំងពីរចូលគ្នាចាបូកមកបូកពីខ្ទង់រាយបដិញមកខ្ទង់10ខ្ទង់រយចាអញ្ចឹងយើងខ្ទង់រាយនេះ0ចាទម្លាក់ចុះ4បូក0ស្មើ4 1បូក7ស្មើ5 3អញ្ចឹងចម្លើយឃើញ840ចាអរគុណច្រើន840ឥឡូវនាងខ្ញុំនឹងបង្ហាញពីវិធីគុណវិធីទី2ចាវិធីទី2នេះអ្នកខ្លះថាមានភាពរញ៉េរញ៉ៃសាំញ៉ាំតែតាមពិតអត់ទេបើសិនជាការពិតទៅវិធីទី2នេះគឺគេទាមទារឲ្យយើងគិតនៅក្នុងខួរក្បាលយើងច្រើនអញ្ចឹងទៅបើសិនជាក្មេងអាចគិតរបៀបទី2នេះបានគឺឆ្លាតចាជាឆ្លាតមែនទែនអញ្ចឹងរបៀបទី2នេះគឺគេគុណបែបនេះចាបងប្អូនចាំតាមដានណាចាគេហៅខ្ទង់រាយមុនមកយកចាយក4គុណឲ្យ5ចា4 5ដង20សរសេរលេខ0ត្រាទុក2ដែរចាត្រាទុក2ដែរតបមកគេគឺគេគុណខ្វែងចាគឺគេគុណខ្វែងយក4គុណឲ្យ3ចា4 3ដងចាយក4គុណឲ្យ3 4 3ដង12ចា4 3ដង12ចឹងត្រាទុក2មិញខ្ញុំសុំសេខាត់លើតិច4 3ដង12ចាហើយយក2គុណឲ្យ5មានន័យថាគុណខ្វែងចា2 5ដង10អញ្ចឹងយើងសេចឹងទៅដើម្បីឲ្យគិតចម្លើយហើយយើងបូកចម្លើយទាំងពីរចូលគ្នា12បូក10 22 22បូក1ត្រាទុក2គឺ24អញ្ចឹង24យើងសរសេរតែលេខ4ទេត្រាទុក2ចាបន្ទាប់មកពេលយើងគុណខ្វែងចប់គឺយើងនៅសល់នេះសល់មេគុណខ្ទង់នេះមួយទៀតអញ្ចឹងយើងគុណមក2 3ដង6 6បូកត្រាទុក2 8ចាអញ្ចឹងឃើញ840ដូចគ្នាតែនេះគឺជារបៀបបញ្ចូលទេដែលនាងខ្ញុំគូសអញ្ញៃបែបនេះតែបើសិនជាយើងគុណតាមខួរក្បាលគឺលឿនទេអញ្ចឹងយើងគុណគិតថា4 5ដង20សេលេខ0ត្រាទុក2 3 4ដង12 2 5ដង10 12បូក10 22 22បូកត្រាទុក2 24សេលេខ4ត្រាទុក2 2 3ដង6 6បូក2 5 3តែម្ដងចាចម្លើយវាគឺគុណឲ្យឃើញចម្លើយផ្ទាល់តែម្ដងបើបែបនេះគឺគេទាមទារឲ្យក្មេងចាមានភាពគិតលេខតាមត្រឹមត្រូវតាមលំដាប់លំដោយចាគុណម្ដងខ្ទង់បែបនេះគឺយើងគុណហើយឃើញចម្លើយតែម្ដងចាអញ្ចឹងបងប្អូនគិតថាមួយណាងាយស្រួលជាងឬក៏អាចអនុវត្តទាំងពីរគិតលេខទាំងពីរគឺបងប្អូនអាចយកទៅបង្រៀនកូនបានចាអញ្ចឹងនេះខ្ញុំគ្រាន់ថាបង្ហាញពីរបៀបទី2នេះដើម្បីឲ្យក្មេងៗចាគេមានភាពឆ្លាតវៃក្នុងការគិតលេខចាអរគុណច្រើនមានតែប៉ុណ្្នឹងទេវីដេអូនេះខ្ញុំចាសូមអរគុណច្រើន